ចាស់ខ្មែរបុរាណច្រើនប្រើរទេះទឹមគោទឹមសេះរទេះសំឡីបើរទេះធំគេទឹមក្របីជុំចូលឆ្នាំថ្មីដឹកស្រីទៅវត្តរទេះឈើស្អាតទឹមគោជាល្អដឹកស្រស់បវរដោយចិត្តប្រតិព័ទ្ធទៅវត្តលោកតាទៅវាលោកទាត់របាតឯវត្តបនចូលឆ្នាំខ្មែររទេះជំទើដឹកស្រីជំទង់រទេះកង់ធ្នង់មិនចង់ដឹកម៉ែដឹកកូនក្រមុំសុំម៉ែកុំជេររទេះឈើខ្មែរធ្វើពីឈើល្អមានឈើនាងនួនឈើខ្លុងត្រាច់ត្បែងចម្រុះឈើបេងជាឈើកម្រផលិតរទេះឆ្លាក់ឈ្មោះស្រីល្អឆ្លាក់រូបកេណោបំពាក់លើកម្មឆ្លាក់លើទូប្រែកដុំកង់ទាំងពីរសុក្រំក្បាច់ភ្ញីទុកជាចំណាំលំនាំក្បាច់ខ្មែរឲ្យស្រីចងចាំក្បាច់នាគក្បាល5ចាំស្នេហ៍សុខសាន្តរទេះសំឡីនាំមកក្តីសុខអ្នកស្រែអ្នកស្រុកតែងសុខខ្សែមខ្សាន្តជិះឆ្ងាយជិះជិតក៏អាចទៅបានអ្វីមិនដូចឡានតែឥតព្រួយភ័យសុខមួយគឺសុខអត់អស់ថ្លៃសាំងសុខពីរសុខខាងឥតបើព្រួយអ្វីទោះតែកងោកលក់ស្រកមកក្តីរទេះសំឡីក្របីអូសបានវាឥតចង្កូតដូចជារថយន្តតែវារែងធន់នាំឲ្យសុខសាន្តឥតព្រួយថាវាខុសផ្លូវដូចឡានគ្រោះអាសន្នទាំងប៉ុន្មានវិនាសសន្តិ